ប្រសាលគ្រូមេរៀនទី45អំណានមិត្តល្អរបស់ស្មាបូបូថ្ងៃនេះជាថ្ងៃចូលរៀនដំបូងពេលទៅចិត្តដល់សាលារៀនកូនទុនសាយតូនីឃើញបូបូកំពុងឈរយំតូនីក៏រត់មកសួរហេតុអ្វីបានមិត្តយំបូបូឆ្លើយដីខ្មៅរបស់ខ្ញុំជ្រុះបាត់ហើយខ្ញុំមិនហ៊ានចូលរៀនទេព្រោះគ្មានអ្វីសរសេរតូនីនិយាយឈប់យំទៅខ្ញុំមានដីខ្មៅមួយដើមខ្ញុំនឹងឲ្យមិត្តមួយលើកក្រោយឯងត្រូវដាក់សៀវភៅខ្មៅដៃបន្ទាត់ក្នុងកាតាបឬថង់ឲ្យបានល្អទើបវាមិនជ្រុះបូបូឆ្លើយអរគុណតែខ្ញុំគ្មានកាតាបទេតូនីនិយាយខ្ញុំមានកាតាបមួយទៀតស្អែកខ្ញុំនឹងយកឲ្យមកឲ្យឯងមួយបូបូញញឹមហើយនិយាយអរគុណតូនីមិត្តមានចិត្តល្អណាស់អរគុណលោកគ្រូ